សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Homemade Food បាននាំយកនៅទឹកភេសជ្ជៈមួយមុខដែលជាទឹកភេសជ្ជៈសម្រាប់បណ្ដេញជាតិពុលនៅក្នុងខ្លួននិងជួយឲ្យស្បែកសនិងមានសំណើមផងដែរចាចំពោះទឹកផ្លែឈើបន្លែគៀបរបស់យើងនៅពេលនេះគឺមានគ្រឿងផ្សំដូចជាគីមជីអានេះគឺនាងខ្ញុំហៅដើមគីមជីហើយគីនឆាយគឺដើមគីនឆាយហើយនាងខ្ញុំធ្វើការចិតវានាងខ្ញុំចិតវាឲ្យស្អាតសិនទៅនាងខ្ញុំយកវាទៅលាងសម្អាតចិតវាជាកង់ៗដើម្បីងាយស្រួលលាងហើយបងប្អូនអាចលាងមុនក៏បានឬមួយក៏ចិតដូចនាងខ្ញុំហើយចាំយកទៅលាងក៏បានដែរហើយនាងខ្ញុំបន្តធ្វើការកាត់គីមជីជាកង់ៗរហូតដល់អស់ហើយក្នុងការដាក់គីមជីនេះដែរគឺនាងខ្ញុំធ្វើការដាក់ចំនួន1មើមនឹងតែម្ដងបន្តមកទៀតនាងខ្ញុំក៏ធ្វើការចិតទៅលើមើមការ៉ុតចំពោះមើមការ៉ុតនេះដែរគឺនាងខ្ញុំធ្វើការសកសម្បកការ៉ុតទាំងអស់នោះឲ្យអស់រួចរាល់ហើយនាងខ្ញុំធ្វើការចិតកង់ហើយនឹងជាចំណិតចង្វាមូលបែបនេះហើយនាងខ្ញុំចិតរៀងតូចតិចដោយសារម៉ាស៊ីនរបស់ខ្ញុំជាម៉ាស៊ីនគៀបទឹកសេរីចាស់ហើយនាងខ្ញុំធ្វើការដាក់នេះដែរគឺការ៉ុតចំនួន2មើមបន្ទាប់មកទៀតនាងខ្ញុំធ្វើការចិតជាមួយនឹងក្រូចពោធិ៍សាត់ចំពោះក្រូចនេះដែរបងប្អូនអាចប្រើជាប្រភេទក្រូចពណ៌លឿងក៏បានដែរតែសម្រាប់ខ្ញុំមានក្រូចពោធិ៍សាត់គឺខ្ញុំបានដាក់នៅក្រូចពោធិ៍សាត់និងបន្ទាប់មកទៀតគឺនាងខ្ញុំធ្វើការដាក់នៅក្រូចលឿងដែលជាក្រូចឆ្មាពណ៌លឿងហើយនឹងមើមយ៉េនមួយមើមផងដែរចំពោះមើមយ៉េននេះដែរគឺល្អសម្រាប់សុខភាពជាពិសេសគឺជំនួយគ្រាប់ឈាមតែម្ដងហើយចំពោះបន្លែយើងមានដូចជាមើមយ៉េនមួយផ្លែការ៉ុតជាមួយនឹងគីមជីដែលយើងហាន់ហើយនឹងក្រូចឥឡូវនេះគឺយើងធ្វើការគៀបទឹកទាំងអស់គ្នាជាដំបូងគឺខ្ញុំធ្វើការគៀបជាមួយនឹងមើមគីនឆាយមួយម្ដងមួយសិនហើយជាដំបូងនេះគឺខ្ញុំធ្វើការគៀបគីនឆាយហើយចំពោះម៉ាស៊ីនរបស់គៀបទឹករបស់ខ្ញុំគឺជាម៉ាស៊ីនគៀបទឹកបែបនេះគឺជាសេរីចាស់អញ្ចឹងគឺយើងដាក់ចូលម្ដងមួយអានេះគឺជាទឹកដែលបានគៀបចេញពីដើមគីនឆាយបន្ទាប់ពីនាងខ្ញុំធ្វើការកិនម្ដងមួយមុខបន្ទាប់ពីកិនឆាយហើយគឺនាងខ្ញុំធ្វើការកិនជាមួយនឹងគៀបយកជាមួយនឹងមើមការ៉ុតហើយនឹងនេះគឺយើងដាក់ម្ដងបាន1ចំណិត2ចំណិតចូលទៅហើយបន្ទាប់មកទៀតគឺខ្ញុំបន្តធ្វើការគៀបទឹកនឹងជាមួយនឹងមើមហើយនឹងក្រូចទាំងអស់ហ្នឹងចូលគ្នាឲ្យសព្វឥឡូវនេះគឺដល់វេនមើមយ៉េនម្ដងហើយទៅពេលដែលដាក់មើមយ៉េនចូលមកគឺលុបពណ៌របស់បន្លែនិងមើមការ៉ុតអស់តែម្ដងឥឡូវជាចុងក្រោយគឺនាងខ្ញុំបន្តធ្វើការដាក់ជាមួយនឹងក្រូចឆ្មាពណ៌លឿងហើយនឹងក្រូចពោធិ៍សាត់ចំពោះក្រូចពោធិ៍សាត់នេះខ្ញុំដាក់ចំនួន6ផ្លែហើយនឹងក្រូចឆ្មាលឿងនោះគឺខ្ញុំដាក់ចំនួន2ផ្លែហើយឥឡូវនេះគឺយើងឃើញហើយថាទឹកបន្លែផ្លែឈើរបស់យើងបានគៀបរួចរាល់អស់ហើយយើងឃើញថាពណ៌ឡើងក្រហមពណ៌ក្រហមនេះគឺបានមកពីមើមយ៉េនឥឡូវនេះគឺនាងខ្ញុំធ្វើការដាក់បញ្ចូលទៅក្នុងកែវថ្មដើម្បីទុកក្នុងទូទឹកកកចំពោះទឹកនេះដែរបើសិនជាយើងផឹកវានៅពេលត្រជាក់គឺឆ្ងាញ់ជាងនៅពេលដែលកំពុងគៀបឲ្យស្រស់នេះហើយបងប្អូនធ្វើការផឹកទឹកនេះពិសាទឹកនេះមួយកែវជារៀងរាល់ព្រឹកនឹងធ្វើឲ្យស្បែករបស់បងប្អូនមានសភាពភ្លឺថ្លាហើយនឹងជួយបណ្ដេញជាតិពុលចេញពីរាងកាយផងដែរបងប្អូនអាចបន្ថែមជាមួយនឹងមើមខ្ញីក៏បានដែរប៉ុន្តែដោយសារ
នាងខ្ញុំអត់មានមើមខ្ញីគឺនាងខ្ញុំធ្វើការគៀបតែប៉ុណ្នេះហើយប៉ុណ្នេះគឺនាងខ្ញុំផឹកបានចំនួន1អាទិត្យអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការគៀបទឹកគឺបងប្អូនអាចគៀបវាទុកអាចដាក់ក្នុងទូទឹកកកទៅហើយយើងផឹកជាមួយ1សប្តាហ៍ហើយឥឡូវនេះគឺយើងមកភ្លក់ជាមួយនឹងទឹកបន្លែផ្លែឈើគៀបយើងទាំងអស់គ្នាហើយបងប្អូនកុំភ្លេចសាក់លបងធ្វើដើម្បីសុខភាពដូច្នេះបងប្អូនកុំភ្លេចសាក់លបងធ្វើទឹកផ្លែឈើញ៉ាំទាំងអស់គ្នាណាអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ